សួស្តីអ្នកគ្នាដែលយើងមកសម្រាប់រឿងថ្មីអ្នកគ្នាខ្ញុំចាប់អារម្មណ៍រឿងណាដោយសាររឿងណាល្អមកខ្ញុំសម្រាប់តកុំខាត់ពេលយូរចូលទៅអ្នកគ្នាហើយមិនចូលទៅដល់សាច់រឿងយើងខ្ញុំសូមណែនាំតួសិនកុំឲ្យថាខ្ញុំបានណែនាំតួអញ្ចឹងណាហើយរឿងនេះផងដែរវាបែបឆ្លងភពឆ្លងប្រព័ន្ធអីចឹងណាអ្នកគ្នានេះគឺជាធម៌បឋមរបស់យើងដែលឈ្មោះថាចៅយីជាអ្នកធ្វើដំណើរឬឆ្លងកាត់ហើយនៃស្ដេចពីអសុរមេនៅក្នុងជួរមុខហើយនៅសមាធិអ្នកគ្នាអាចខ្លួនឯងទៅកុំឲ្យថាខ្ញុំនិយាយវែងពេកហើយនេះគឺជាទូថតរបស់យើងមានឈ្មោះថាគោជំហិនអ្នកដំណើរឬឆ្លងកាត់ក្បាលពោះខ្មៅចិត្តតែមួយហើយអ្នកគ្នាអសក្រមណាអ្នកគ្នាអាចខ្លួនឯងទៀតទៅហើយជួថាសិញ្ជូប្រព័ន្ធមនុស្សដែលបែរណាយកតួស្រីរបស់យើងយកមកឆ្លងប្រព័ន្ធអីចឹងណាមួយទៀតក៏ចូលចិត្តលេងសើចជាមួយនឹងមនុស្សដូចជាលេងសើចជាមួយតួបឋមរបស់យើងហ្នឹងហើយកុំឲ្យថាខ្ញុំសន្តិបែរៀបរាប់ឈ្មោះច្រើនពេកអ្នកគ្នាតោះចូលទៅហ្មងទៅតោះមកយើងក៏បានឃើញនារីម្នាក់ដែលយំបណ្ដានិយាយបណ្ដាថាឈប់ឆ្លោះព្រោះតែខ្ញុំទៅប៉ុន្តែខ្ញុំមិនមែនមកពីភពនេះទេខ្ញុំមិនសមនៅទីនេះទេខ្ញុំប្រាថ្នាចង់ត្រឡប់ទៅពិភពលោកខ្ញុំវិញខ្ញុំរីករាយដែលបានជួបអ្នកទាំងអស់លានឹងលំហនេះលាឲ្យទាំងអស់គ្នាបំភ្លេចខ្ញុំចោលទៅពួកហ្នឹងក៏បាននិយាយថាម៉ែក្មេងទេអ្នកគ្នាទាំងធ្វើអីហ្នឹងតោះមកយើងក៏បានឃើញតួរបស់យើងក៏បានអង្គុយមើលហើយគេបាននិយាយថាអន្ទាក់ម៉ែក្មេងបានចាប់ដេកបរិបោបាននិយាយថាអោអញចាប់ដេកវិញខ្ញុំមានអារម្មណ៍ថាទង្វើរបស់តួហ្នឹងដូចខ្ញុំដែរមកគេបានឃើញតួរបស់យើងក៏បានដេកផ្ដាថាហើយដើម្បីពីមុនម៉ែក្មេងមិនរើសអធិរាជជាព្រះអង្គមិនល្អត្រង់ណាគេគិតបានតែប៉ុណ្ណឹងបន្ទាប់មកយើងក៏បានឃើញទុកពពុះមួយដែលតួរបស់យើងវាឆ្លងប្រព័ន្ធហ្នឹងអ្នកគ្នាឆ្លងមកហើយក៏បាននិយាយថាខ្ញុំអាចកម្រើជើងបាននេះជាសុបិនឬជាថាកាលមុនតួរបស់យើងគាត់ពិការចឹងតើនៅគាត់ឈប់ពិការហើយតបមកគាត់ក៏បានងើបឡើងលើវិញក៏បានថាបេសិនជួនក៏បាននិយាយថាសួស្តីស្វាគមន៍ដែលអញបានឆ្លងកាត់មកបន្ទាប់មកគឺបាននិយាយថាខ្ញុំគឺជាប្រព័ន្ធរបស់ឯងសិនជួនហ្នឹងគឺជាឈ្មោះរបស់គាត់អ្នកគ្នាគាត់ណែនាំហើយបន្ទាប់មកតួរបស់យើងក៏បានឆ្ងល់ក៏បានគិតថានេះមិនមែនអន្ទាក់ដល់ទុនភ្លុនរបស់ម្ដាយក្មេងទេឬគាត់ចង់និយាយថាក៏លោកគាត់ឆ្លងព្រោះក្នុងរឿងគាត់មើលបានសួរតួស្រីរបស់យើងថាតើអ្នកសម្រាប់ចិត្តថានឹងចូលលេងហ្គេមនេះដែរឬទេហើយតួស្រីរបស់យើងក៏បាននិយាយថារឿងនេះដូចប្រហែលហើយក៏បានស្ទាបមើលខ្លួនឯងថាមានដូចស្រីអត់ពេលស្ទាបឡើងគាត់ថាខ្លួនឯងអត់មានដោះណាគ្នាហើយមកគេក៏បានសួរថាគួរឲ្យចាប់អារម្មណ៍ណាខ្ញុំដូចជាអសរសិល្ប៍ BL អញ្ចឹងខ្ញុំបានលើកខ្លះដែលសុបិនរបស់ខ្ញុំពិតជាមានភាពច្នៃប្រឌិតមែនអ្នកគ្នាមើលគាត់និយាយទឹកមុខបែបហ្នឹងគាត់និយាយផ្ដាសាប់ថានឹងមិនមែនយកសុបិនទេគាត់មកតួរបស់យើងក៏បាននិយាយថាមិនមែនយកសុបិនទេឬហើយក៏បាននិយាយថាចាហើយគាត់លឺប៉ុណ្ណឹងគាត់បានលុតចូលទឹកត្រោងហើយអ្នកគ្នាដឹងអត់លូតហ្នឹងគឺដើម្បីពិសោធន៍អ្នកគ្នាហើយមកនារីម្នាក់ហ្នឹងក៏បាននិយាយអញធ្វើអញ្ចឹងក៏មិនអាចរត់ចេញបានដែរហើយគេក៏បាននិយាយថាដឹងខ្លួនហើយអ្នកគ្នាគ្រូស្រីរបស់យើងគាត់លឺប៉ុណ្ណឹងក៏បានងើបទៅដល់រត់ចូលទឹកទៀតអ្នកគ្នាមុខក្រាស់ចំយ៉ាក់អ្នកគ្នាលុតចូលទឹកហើយក៏បានស្លាប់មួយសាទៀតស្លាប់ហើយក៏បានងើបមកវិញហើយគេក៏បានបែរទៅឃើញអារ៉ែនក៏បាននិយាយអាចដឹងខ្លួនទៀតហើយអ្នកគ្នាមើលទឹកមកតួយើងថាចង់និយាយមកអ្នកគ្នានិយាយប៉ុណ្ណឹងគេក៏បានប្រងរត់ចូលទៀតតែអារ៉ែនរបស់យើងក៏បានទាញខ្សែជាប់អ្នកគ្នាហើយក៏បាននិយាយថាខ្ញុំមិនធ្វើទេសម្រាប់ខ្ញុំចោលទៅអ្នកគ្នាអាណិតគ្នាតបមកពេលនោះក៏បាននិយាយថារឹងណាធ្វើចាំបានអីមកវិញហើយក៏បាននិយាយថាឯងមានរាងកាយមាំមួនក្នុងលោកនេះតួរបស់យើងក៏បានគិតថាគេនិយាយត្រូវជើងរបស់ខ្ញុំស្ទើរតែខ្ទេចហើយនៅពេលដែលខ្ញុំដឹងខ្លួនវិញខ្ញុំបានឆ្លងកាត់ហើយមានរាងកាយដែលមានសុខភាពល្អដំបូងខ្ញុំបាននិយាយថាមិនហត់នឹងរត់ទេឬមានអារម្មណ៍ល្អដែលអាចរត់បានបន្តមកតួរបស់យើងក៏បានគិតថាខ្ញុំដឹងហើយថាខ្ញុំជា VIP ប្រចាំឆ្នាំសម្រាប់ប្រឈមលោកចំនួន47វាសមហេតុផលដែលខ្ញុំគួរតែសប្បាយចិត្តនៅពេលដែលខ្ញុំទទួលបានរាងកាយដែលមានសុខភាពល្អឡើងវិញបន្ទាប់ពីបានជួបប្រទះរឿងបែបនោះប៉ុន្តែគឺរបស់យើងស្រែកឡើងខ្លាំងហើយតែខឹងថាកិច្ចការនឹងវាពិបាកណាស់ខ្ញុំជាមនុស្សប្រុសមកគ្នានឹងគ្នាស្រែកឲ្យកូនគេអញ្ចឹងហើយក៏បាននិយាយបន្តទៀតថាបន្ទាប់ពីឆ្លងកាត់ខ្ញុំបានទទួលប្រព័ន្ធនេះខ្ញុំគិតថាវាជាគម្រោងដ៏ល្អមួយរបស់អ្នកដាំដុះទេពអប្សរដែលកំពុងធ្វើពុតជាបង្ខំឲ្យទៅស្នំមកសិនជួររបស់យើងក៏បាននិយាយថាវាអាចទៅរួចក្នុងការទ
តួបានតំណែងស្នំតួវិញក៏បានគិតថាឈ្គូតាអញជាងហ្គេមអូតូម៉េប្រភេទណាវានៅតែជាសត្រូវរបស់មិនដែរនឹងតួរបស់យើងក៏បាននិយាយថាតើអញគឺជាងហ្គេមប្រភេទណាតែអញមិនអាចឲ្យគ្រីបសត្រូវរបស់យើងខ្លះទេមែនតួសិញ្ជូរបស់យើងក៏បាននិយាយថានឹងហើយឲ្យមើលទាំងរូបស្អីខ្លះនៅគ្នាមួយកណ្ដោហើយគាត់ក៏បាននិយាយថាតើយ៉ាងម៉េចហើយអញអាចប្រើយុទ្ធសាស្ត្រទាំងនេះបានហើយមកសិញ្ជូរបស់យើងក៏បានទៅចិត្តហើយក៏បាននិយាយថាលើកកិច្ចតម្រូវឲ្យឯងវាប្រហារតួឯកប្រុសក្នុងពិភពលោកនេះប៉ុន្តែវាមិនបាននិយាយថាឯងអាចវាប្រហារតែតួឯកប្រុសនោះទេធ្វើឲ្យតួឯកប្រុសធ្លាក់អស់ក្នុងអន្លន់ស្នេហ៍ឯងដោយតម្រូវឲ្យគេមានតួនាទីជាអ្នកដឹកនាំក្នុងលោកនេះឯងមានរាងកាយមាំមួនអសញ្ញាណដល់ថ្លៃថ្នូរនិងទទួលបានសិរីរុងរឿងនិងទ្រព្យសម្បត្តិរាប់មិនអស់កន្លែងហ្នឹងនៅមានទៀតអ្នកគ្នាសិញ្ជូក៏បាននិយាយបន្តទៀតថាហេតុអ្វីក៏អញចង់ត្រឡប់ទៅរំខានរឿងការស្លាប់ពិការឱកាសនេះមិនមានសម្រាប់មនុស្សគ្រប់គ្នាទេហើយតួរបស់យើងក៏បាននិយាយថាដូចជាមិនអាចទៅរួចទេសិញ្ជូក៏បាននិយាយថាឥឡូវបេសកកម្មនឹងយកព្រមអត់ហើយតួរបស់យើងបាននិយាយថាបានវាឲ្យឯងនៅសមត្ថភាពក្នុងការធ្វើឲ្យប្រព័ន្ធសកម្មហើយគាត់ក៏បានផ្ទាត់ក្បាលកូនស្រីរបស់យើងឡើងផ្កាច់វិញនឹងអ្នកគ្នាហើយគាត់ក៏បាននិយាយបន្តទៀតថាចាប់ពីថ្ងៃស្អែកទៅបាសកម្មភាពរបស់មេដឹកនាំប្រុសមិនឡើងក្នុងរយៈពេល3ថ្ងៃទេឯងនឹងរលាយហើយតួរបស់យើងនិយាយថានេះបណ្ដាថាស្អីពីដំបូងលោកមិនបាននិយាយទេលឿនពេកហើយខ្ញុំមិនទាំងព្រមថាអាណាតួប្រុសផងអ្នកគ្នាសូមអធិស្ឋានក្នុងកន្លែងហ្នឹងគេបកចឹងមែនសិញ្ជូរបស់យើងក៏បាននិយាយថាអញអាចមើលក្នុងរបាមតិរបស់មនុស្សម្នាក់ៗដែលពិសេសបំផុតគឺតួប្រុសគេបានសួរថាអានេះឆែកមិនទាំងឆ្ងល់អ្នកគ្នាហើយតបមកតួសិញ្ជូរបស់យើងក៏បាននិយាយថាសាមញ្ញទេមានតែសកម្មភាពជាក់លាក់មួយប៉ុណ្ណោះតែទាមទារធ្វើឲ្យធ្វើអ្នកគ្នាចំណាំធ្វើឲ្យមានអ្នកគ្នាអាចមកទៅមើលបានធ្វើអ្វីនឹងចោលយីអូធ្វើនេះខ្ជិលមែនតើធ្វើទាំងមិនពេញចិត្តអ្នកគ្នាឲ្យមើលបានចោលយីរបស់យើងក៏បាននិយាយថាកំពុងលេងសើចជាមួយខ្ញុំមែនណាជូរបស់យើងក៏បាននិយាយថាមានបញ្ហាអ្វីប្រើមិនបានឬឯងមិនអាចមើលវាឃើញយកល្អកុំមកបោកខ្ញុំអ្នកគ្នាមកទៅមើលគាត់ក៏បានគិតថាចំណុចប្រទះរតនាដូចនឹងហ្គេមអនឡាញហើយក៏បានថាតម្រងអត្តសញ្ញាណបែបណាតួមកយើងក៏បាននិយាយផ្ដាសញ្ញាផ្ដាថាអូយអ្នកចូលហើយអត្តសញ្ញាណដល់ថ្លៃថ្នូរតួឯងប្រុសមិនរត់ចោលទេបានសួរថាខ្ញុំត្រូវធ្វើបែបនេះរាល់ដងគ្រប់ពេលមែនទេវាមើលទៅដូចឈួតអញ្ចឹងហើយអ្នកគ្នាម្នាក់ក្រោយអញហ្នឹងហើយគាត់ក៏បាននិយាយថាវាក៏មានវិធីមួយផ្សេងទៀតដែរអញអាចមើលឃើញដោយផ្ទាល់នៅរបស់មតិលើក្បាលរបស់អ្នកគ្រប់គ្នាយីក៏បាននិយាយថាហេតុអ្វីក៏មិននិយាយតាំងពីដំបូងធ្វើយ៉ាងម៉េចការថ្មីអ្នកគ្នាគេមិនដែរស្អាតអ្នកគ្នាគាត់បានឆ្លងភពមកដល់កន្លែងហ្នឹងគ្រប់គ្នាក៏បាននិយាយថាលោកម្ចាស់សៀវហុយហេតុអ្វីគាត់នៅទីនេះឈ្មោះក្នុងហ្នឹងគេហៅគាត់ស៊ីហុយអ្នកគ្នាហើយគាត់ក៏គាត់ថាចេះមិនដឹងថាខ្ញុំបានធ្វើអ្វីទេពីមុនប៉ុន្តែមនុស្សនៅទីធ្លានេះសឹងតែពោពេញទៅដោយអារម្មណ៍ហើយក៏បានកាត់ឃើញកូនពីរនាក់នេះអ្នកគ្នាឡើងបង្រាខ្ជូតណាអ្នកគ្នាឡើងខ្ជូតមើលជាពិសេសកូនស្រីឡើងខ្ជូតហ្មងហើយកូនប្រុសក៏បាននិយាយថាលោកម្ចាស់សៀវហុយហើយអ្វីក៏ថ្ងៃនេះលោកម្ចាស់មកពីប្រឡំម្លេះកូនទូចនេះកូនស្រីទូចក៏បាននិយាយថាលោកម្ចាស់ត្រឡប់មកវិញនៅពេលអាហារថ្ងៃត្រង់ជាមួយព្រះអង្គម្ចាស់ទី8អ្នកគ្នារឿងរបស់យើងក៏បានស្លេះទៅត្រឹមហ្នឹងបាទចឹងមានអីនិយាយអ្នកគ្នាស្លេះហើយបាយបាយហើយមួយទៀតរឿងហ្នឹងចាំស្អែកខ្ញុំចេញភាគតឲ្យ